ពេលវេលារន្ធត់ពេលវេលាញាប់ផ្លោកបានចូលមកដល់ហើយនៅទីបំផុតស្ថាប័ន Front Football ពួកគេបានប្រកាសជាផ្លូវការនៅការបរិច្ឆេទដើម្បីបញ្ចេញបញ្ជីឈ្មោះទាំង30នាក់ក្នុងការប្រគួតប្រជែងនៃពាន Ballon d'Or ហើយកាលពីពេលថ្មីៗនេះបងប្អូនបាទស្ថាប័ន Front Football ពួកគេបានប្រកាសបាទជាផ្លូវការអំពីការបរិច្ឆេទនៃបញ្ជីឈ្មោះបាល់កីឡាករទាំង30នាក់ដើម្បីប្រជែងពាន Ballon d'Or នៅក្នុងរដូវកាលឆ្នាំ2024-2025ខណៈដែលនៅក្នុងឆ្នាំនេះផ្ទាល់ត្រូវបានគេរំពឹងទុកថានឹងមានការប្រកួតប្រជែងខ្លាំងក្លាមែនទែនដោយកីឡាករម្នាក់ៗហ្នឹងសុទ្ធសឹងតែអះអាងថាខ្លួនគឺមានសមត្ថភាពគ្រប់គ្រាន់ពេញមួយរដូវកាលដើម្បីប្រជែងពានបាល់មាសមួយនេះជាការប៉ះខ្លាំងណាស់បងប្អូនបាទការពីព្រឹកមិញនេះនៅលើបណ្ដាញសង្គម X បាទស្ថាប័ន Front Football ពួកគេបានបង្ហោះពីការបរិច្ឆេទនៃការបង្ហាញបញ្ជីឈ្មោះកីឡាករទាំង30រូបបាទពលគឺត្រូវនៅថ្ងៃទី7ខែសីហាឆ្នាំ2025ហើយបាទសម្រាប់កីឡាករដែលទទួលបានពានរង្វាន់មួយនេះបាទថាពានរង្វាន់បាល់មាសនេះគឺនឹងត្រូវប្រកាសនៅថ្ងៃទី22បាទខែកញ្ញាឆ្នាំ2025បាទថាបន្ទាប់ពីប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង30រូបហើយមិនឡងតែមួយខែកន្លះទេយើងនឹងដឹងថាកីឡាកររូបណាជាម្ចាស់ពាន Ballon d'Or ពិតប្រាកដមែនតើទៅបាទពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាយើងដឹងហើយថាកាលពីរដូវកាលមុនបាទពានមួយនេះគឺបានទៅលើបាទកីឡាករឆ្នើមរបស់ក្រុម Manchester City គឺបាទ Rodri ប៉ុន្តែនៅក្នុងរដូវកាលនេះវិញបាទគឺពិតជាអាណិតគាត់ខ្លាំងមែនទែនហើយក៏ប្រហែលជាមិនមាននៅក្នុងបញ្ជីឈ្មោះកីឡាករទាំង30រូបដែរដោយសារតែគាត់នឹងគឺមានបញ្ហារបួស ACL ហើយធ្វើឲ្យគាត់មិនបានលេងពេញមួយរដូវកាលគឺបានបង្ហាញខ្លួនត្រឹមតែ4ប្រកួតតែប៉ុណ្ណោះជាមួយនឹងក្រុមរបស់លោក Pep Guardiola អាណិតខ្លាំងមែនទែនហើយក្រុម Manchester City នោះក៏រោគរាទៅទៀតអញ្ចឹងសំណួរសួរថាបាទតើពាន Ballon d'Or នៅក្នុងរដូវកាលនេះបាទក្លឹបណាលេចធ្លោជាងគេគឺយើងមាន2បាទនោះគឺមានក្រុម Paris Saint-Germain ដែលពួកគេបានឈ្នះពាន3ក្នុងមួយរដូវកាលហើយថែមទាំងបានឈ្នះពានរង្វាន់ UEFA Champions League ក្រោយផ្ដួលក្រុម Inter Milan បាទចំណែកឯ Barcelona ក៏មានកីឡាករឆ្នើមដែរបាទដែលពួកគេបានឈ្នះពាន3ក្នុងមួយរដូវកាលប៉ុន្តែមិនបានឈ្នះពានរង្វាន់ UEFA Champions League នោះទេយ៉ាងណាមិញសម្រាប់បញ្ជីឈ្មោះកីឡាករទាំង30នាក់នេះបាទត្រូវបានគេរាយការណ៍ទៀតថាបាទអាចនឹងមានកីឡាករស្មានដេម៉ាឡេរបស់ក្រុម Paris Saint-Germain បាទមានកីឡាករ Vitinha បាទមានបាទកីឡាករ Nuno Mendes និងកីឡាករមួយចំនួនទៀតហើយសម្រាប់ Barcelona មានដូចជាបាទកីឡាករ Lamine Yamal, Rafinha, Pedri, Robert Lewandowski បាទមាន Real Madrid, Kylian Mbappe មានកីឡាករ Mohamed Salah ដែលមកពីក្រុមហង្សក្រហម Liverpool បាទអ្នកទាំងអស់នេះគឺសុទ្ធសឹងតែជាកីឡាករដែលមានភាគរយក្នុងការឈ្នះពាន Ballon d'Or អូផ្លិចបាទ Vinicius Junior មួយទៀតអញ្ចឹងបងប្អូនបាទយើងនឹងរងចាំតាមដានមើលទាំងអស់គ្នាថាតើបញ្ជីឈ្មោះកីឡាករទាំង30រូបនេះមានបាទកីឡាករណាខ្លះហើយថាតើនៅថ្ងៃទី22ខែកញ្ញាឆ្នាំ2025តើកីឡាកររូបណាគាត់នឹងឈ្នះពានរង្វាន់បាល់មាសមួយនេះអរគុណបងប្អូនបាទសម្រាប់ការតាមដានទស្សនាព័ត៌មានមួយនេះរបស់ខ្ញុំបាទសែមសិតជួបគ្នានៅព័ត៌មានកីឡាក្រោយៗទៀតសម្រាប់បងប្អូនដែលចង់ទស្សនាការប្រកួតដែលអធិប្បាយដល់ខ្ញុំកុំភ្លេច join ក្រុម Telegram ដែលខ្ញុំបាទបានដាក់នៅ description ក៏ដូចជានៅក្នុង comment នៃវីដេអូនេះបាទអរគុណច្រើន